សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ Admin ថ្ងៃនេះ Admin លើកយករឿងភាពបុរាណចិនមួយមកសម្រាយចែកជូនប្រិយមិត្តទាំងអស់គ្នាដែលនៅក្នុងសាច់រឿងមួយនេះគេនិយាយអំពីចំនួននៃការកាប់សម្លាប់គ្នាឥតឈប់ឥតឈររវាងមនុស្សរួមជាមួយនឹងបិសាចអស់រយៈពេលរាប់រយឆ្នាំមកហើយវាក៏បណ្ដាលមកពីការស្វែងរកប្រភពទឹកវេទមន្តដែលមានឈ្មោះថា Yuli Spring ដែលវាមានអានុភាពខ្លាំងមែនទែនអ្នកដែលបានផឹកវាហើយនឹងអាចសម្រេចតាមបំណងប្រាថ្នារបស់ពួកគេបានតែវាក៏មិនងាយស្រួលក្នុងការទទួលបានទឹកវេទមន្តមួយនោះផងដែរលុះត្រាតែមានការណែនាំពីកញ្ចក់ខុនលុនទៅពួកគេអាចធ្វើដំណើរទៅកាន់ទីនោះបានក្នុងដំណើរផ្សងព្រេងមួយនេះក៏ត្រូវបានចូលរួមដោយក្មេងស្រីម្នាក់មានឈ្មោះថាសៀវយ៉ាវនាងគឺជាមនុស្សដែលរស់រាយមានសេរីភាពហើយងាយស្រួលក្នុងការសម្របខ្លួនខ្លាំងមែនទែននៅពេលដែលនាងបានចូលទៅដល់ចលឹងភ្នំបិសាចនាងបានធ្វើឲ្យទីនោះមានភាពវឹកវរហើយកលាប់ចាក់យ៉ាងខ្លាំងហុងជីដែលជាស្ដេចបិសាចមានអានុភាពខ្លាំងក្លាត្រូវបានរស់ឡើងវិញដើម្បីការពារចលឹងភ្នំបិសាចមួយនេះឆ្លងកាត់តាមរឿងរ៉ាវជាច្រើនហុងជីក៏បានយល់អំពីតម្លៃនៃទឹកចិត្តស្មោះសររបស់សៀវយ៉ាវធ្វើឲ្យអ្នកទាំងពីរនឹងអាចកាន់ដៃគ្នាបំបែករកករណីចម្លែកជាបន្តបន្ទាប់ហើយក៏ជួយជាមួយនឹងគូប្រកួតប្រជែងដែលពិបាកក្នុងការដោះស្រាយផងដែរតើអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរមកតាមដានសាច់រឿងមួយនេះជាមួយ Admin តែម្ដងទៅដើមនេះសាច់រឿងដំបូងគេបាននិយាយអំពីរឿងព្រេងនិទាននៃភ្នំធានសឹងដែលមានទឹកវេទមន្តហើយវាក៏ជាទីចាប់អារម្មណ៍របស់អធិរាជធានឆឹងផងដែរគាត់ឆ្លងវែងជាមួយនឹងភាពអមតៈខ្លាំងមែនទែនដោយហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីទទួលបានវាលុះដល់ថ្ងៃមួយអធិរាជក៏បានសុបិនឃើញខ្លួនឯងនឹងទៅដល់លើភ្នំធានសឹងដែលធ្វើឲ្យគាត់នឹងត្រេកអរយ៉ាងខ្លាំងរំពេចនោះក៏មាននារីម្នាក់បង្ហាញខ្លួនដែលគេហៅនាងថាជាសុបិនអមតៈអធិរាជពិតជាអរគុណចំពោះនាងខ្លាំងមែនទែនទ្រង់គិតថានាងគឺជាអ្នកផ្ដល់ទឹកវេទមន្តយូលីឲ្យមកខ្លួនអីចឹងណាតែនាងបែរជានិយាយថាអ្វីដែលគេបានឃើញទាំងអស់នេះគ្រាន់តែជាការខ្លាចបន្លំតែប៉ុណ្ណោះប្រសិនបើគេចង់បានវាពិតប្រាកដលុះត្រាតែមានការណែនាំអំពីកញ្ចក់ខុនលុនដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ភ្នំធានសឹងរួចគេក៏បានផ្ដល់អាវ៉ាត់បន្ថែមក្នុងនាមគេគឺជាអធិរាជកំពូលមិនបាច់ខ្វាយខ្វល់ពីអ្នកណាទាំងអស់លើកលែងតែស្ដេចបិសាចដែលមានឈ្មោះថាហុងជីលើបែបនេះហើយអធិរាជភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះតែស្ដេចបិសាចមួយនេះត្រូវបានបុព្វបុរសរបស់គេនឹងបំផ្លាញកាលពី100ឆ្នាំមុនបាត់ទៅហើយតែនាងបែរជានិយាយថាគាត់គ្រាន់តែដេកលក់តែប៉ុណ្ណោះបើគាត់បានផឹកទឹកវេទមន្តយូលីអំណាចនិងធម៌ពលរបស់គាត់នឹងត្រឡប់មកដូចដើមវិញហើយក៏គ្មានគូប្រកួតប្រជែងនៅលើពិភពលោកមួយនេះដែរនិយាយរួចនាងក៏បានឲ្យគេនឹងឃើញមុខមាត់នៃអានុភាពរបស់ស្ដេចបិសាចនិងឲ្យគេចងចាំអំពីរូបរាងរបស់គាត់ដោយស្ដេចបិសាចពិតជាកាចសាហាវខ្លាំងមែនទែនហើយគាត់មិនអនុញ្ញាតឲ្យគេនឹងខ្លាចទៅជាជីវិតអមតៈនោះឡើយវាធ្វើឲ្យអធិរាជនឹងពិតជាភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ភ្ញាក់ពីដំណេកឆ្លងកាត់សបិនអាក្រក់មួយនេះអធិរាជក៏បានបញ្ជាឲ្យឆ្មាំងហ្វៃយូទាំងអស់មកខាងមុខដំណាក់ដើម្បីទទួលទរណកម្មព្រោះក្នុងនាមគេគឺជាអ្នកកម្ចាត់បិសាចនៅក្នុងរាជធានីបែរជាផ្ដល់ឱកាសឲ្យបិសាចនឹងចូលទៅលុកលុយដល់លើក្រែរបស់គាត់ដូច្នេះហើយគាត់គ្មានហេតុផលនៅក្នុងការទុកពួកគេទៀតឡើយលើបែបនេះឆ្មាំងទាំងអស់ពិតជាមានភាពភ័យខ្លាចខ្លាំងមែនទែនដោយប្រធានឆ្មាំងក៏ដឹងអំពីកំហុសរបស់ខ្លួនឯងមិនគិតច្រើនអធិរាជក៏បានបញ្ជាឲ្យគេនឹងយកប្រធានឆ្មាំងមួយនោះទៅសម្លាប់ចោលតែម្ដងដែលធ្វើឲ្យឆ្មាំងនៅទៅទៀតពិតជាភ័យខ្លាចយ៉ាងខ្លាំងក្រោយមកអធិរាជក៏បានសួររកប៊ីងជូដែលបកគលផ្លាកបញ្ជាឲ្យគេចាប់ពីថ្ងៃនេះទៅគេគឺជាអ្នកដឹកនាំឆ្មាំងទាំងអស់ដើម្បីសម្លាប់បិសាចប៊ីងជូក៏ទទួលវរិយបញ្ជាមួយនេះផងដែរសាច់រឿងជាបន្តក៏បានបង្ហាញអំពីក្រុមគ្រួសារតូចមួយដែលក្មេងប្រុសបានសួរទៅកាន់ម្ដាយរបស់គេមិនបានជាអត់ចាញ់ទៅក្រៅនៅពេលយប់អីចឹងណាម្ដាយរបស់គេក៏បាននិយាយប្រាប់គេអំពីរឿងបិសាចស៊ីមនុស្សនៅពេលយប់ដែលធ្វើឲ្យគេនឹងចាប់ផ្ដើមពន្លាយទៅកាន់ម្ដាយរបស់គេភ្លាមថាបិសាចមួយនោះមានរូបរាងដូចជានៅខាងក្រោយម្ដាយរបស់គេមែនទេលើបែបនេះម្ដាយរបស់គេពិតជាភ័យខ្លាំងមែនទែនក្រោយពេលដែលគាត់ងាកទៅអត់មានឃើញអ្វីនោះឡើយដែលធ្វើឲ្យក្មេងប្រុសហ្នឹងគេអស់សំណើចយ៉ាងខ្លាំងបន្ទាប់ពីដាក់គេឲ្យគេងរួចស្ត្រីម្នាក់នោះក៏បានបែរមករកបង្អួចសពតែមានបិសាចខ្លាឃ្មុំមួយយ៉ាងធំបង្ហាញខ្លួនចង់ទម្លុះចូលក្នុងផ្ទះរបស់គេដែលធ្វើឲ្យស្ត្រីម្នាក់នោះពិតជាភ័យខ្លាចយ៉ាងខ្លាំងរួចក៏បានស្រែកឆោឡោថាមានបិសាចរំពេចនោះក៏មាននារីស្លៀកឈុតពណ៌ខ្មៅការនំពតរបស់ខ្លួនតាមប្រមាញ់ទៅលើបិសាចមួយនោះហើយនាងគឺជាតួស្រីរបស់យើងដែលមានឈ្មោះថាសៀវយ៉ាងនេះឯងការប្រយុទ្ធគ្នារបស់នាងក៏បានធ្វើឲ្យអ្នកនៅទីនោះនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកភូមិនាំគ្នាស្រែកឆោឡោដេញចាប់បិសាចតាមក្រោយនាងភាពស្លន់ស្លោមួយនេះក៏បានលើដល់ទៅជាឆ្មាំងហ្វៃយូដែលកំពុងតែបរិភោគអាហារនៅជិតនោះផងដែរប៊ីងស៊ូសម្លឹងទៅមើលកំបិតកំចាត់បិសាចរបស់គេគ្មានចលនាគេក៏បានបញ្ជាឲ្យឆ្មាំងពីរនាក់ទៅមើលអំពីស្ថានភាពភ្លាមនោះកូនចៅរបស់គេដែលមានឈ្មោះថាជីយ៉ាងក៏បានសួរបន្ថែមថាតើគេនឹងត្រូវពង្រីកកម្លាំងដើម្បីកម្ចាត់បិសាចមួយនេះដែរឬទេប៉ុន្តែប៊ីងស៊ូបានបដិសេធដោយនិយាយថាកំបិតបិសាចរបស់គេមិនបានប្រាប់ទៅកាន់គេឡើយក្លែកមកកាន់តួស្រីនេះវិញតាំងខ្លួនឯងគឺជាអ្នកកម្ចាត់បិសាចបានរៀបរាប់ប្រាប់ទៅកាន់ប្រជាជនទាំងអស់កុំឲ្យភ័យខ្លាចទុកឲ្យនាងគឺជាអ្នកតាមកម្ចាត់បិសាចខ្លាំងខ្មុំមួយនោះនិយាយរួចនាងក៏នាំអ្នកភូមិទាំងអស់នឹងទៅច្រកទ្វារក្រុងដោយសុំអនុញ្ញាតលោកមន្ត្រីនឹងឲ្យបើកទ្វារក្រុងដើម្បីកម្ចាត់បិសាចតែទោះបីជានាងនិយាយអំពីហេតុផលយ៉ាងណាក៏ដោយក៏អ្នកយាមទ្វារមិនព្រមបើកឲ្យនាងនោះដែររហូតធ្វើឲ្យអ្នកភូមិនៅទីនោះមានការព្រួយបារម្ភយ៉ាងខ្លាំងសុំវល់នាងឲ្យនៅទីនេះដើម្បីជួយកម្ចាត់បិសាចការពារពួកគេភ្លាមនោះលោកចៅហ្វាយខេត្តក៏បានមកដល់សូមអញ្ជើញឲ្យនាងនឹងទៅផ្ទះរបស់គាត់ពីព្រោះតែគាត់នឹងបានរៀបចំអាហាររួមជាមួយនឹងការស្នាក់នៅរួចរាល់ហើយប៉ុន្តែតួស្រីរៀងស្ទាក់ស្ទើរធ្វើឲ្យលោកអភិបាលខេត្តនឹងនិយាយអំពីគោលបំណងរបស់គាត់ដែលចង់ឲ្យតួ
ស្រីនឹងទៅផ្ទះរបស់ខ្លួនដើម្បីកម្ចាត់បិសាចព្រោះកូនស្រីរបស់គាត់ទាំងពីរមានការភ័យខ្លាចនិងព្រួយបារម្ភអីចឹងណាតែនាងនៅតែបដិសេធដោយព្រួយបារម្ភខ្លាចបិសាចខ្លាចខ្មុំមកវិលមកធ្វើបាបអ្នកភូមិវិញចំណែកអ្នកភូមិក៏បានរាំងស្ទះលោកចៅហ្វាយខេត្តដូចគ្នាដែលមិនឲ្យនាំនាងនឹងចាក់ចេញទៅនោះទេដល់គោលបំណងពិតប្រាកដហើយអ្នកទាំងអស់គ្នាទូស្រីក៏បានយកយ័ន្តរបស់នាងចេញមកដោយនិយាយអំពីអត្ថប្រយោជន៍ថាវានឹងអាចការពារបិសាចបានអ្នកភូមិនៅទីនោះក៏ដឹងយ៉ាងច្បាស់ថាយ័ន្តមួយនេះវាមានតម្លៃថ្លៃខ្លាចទូស្រីគឺជាជនបោកប្រាស់អីចឹងណាលើបែបនេះសៀវយ៉ាវនឹងធ្វើជាខឹងភ្លាមដែលនិយាយអំពីប្រភពនៃយ័ន្តមួយនេះព្រមទាំងចង់ចាក់ចេញទៅផងដែរលោកចៅហ្វាយខេត្តក៏បានចេញមកឲ្យនាងដាក់តម្លៃមកចំណែកអ្នកភូមិផ្សេងទៀតក៏ចាប់ផ្ដើមដេញថ្លៃទៅតាមនោះដោយឃើញមានអ្នកចង់បានច្រើនបែបនេះទូស្រីក៏ចាប់ផ្ដើមប្រកាសលក់ក្នុងតម្លៃមួយកាក់ធ្វើឲ្យអ្នកគ្រប់គ្នានឹងចាប់ផ្ដើមឈូឈរមកទិញយ័ន្តរបស់នាងឃើញទស្សនវិជ្ជាបែបនេះប៊ីងស៊ូគេហួសចិត្តយ៉ាងខ្លាំងរួចក៏ទះដៃអបអរសាទរទៅកាន់នាងដោយនិយាយផ្លែផ្ការួចក៏បើកបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គេថែមទាំងសួរទៅកាន់ទូស្រីថានាងមកពីប៉ាក់ណាអីចឹងណាមើលទៅកាន់ទូស្រីនាងរៀងភ័យបន្តិចដែររួចក៏បានរឹកលេសជាច្រើនដែលមិនអាចបង្ហាញអំពីអត្តសញ្ញាណរបស់ខ្លួនឯងបានអីចឹងណាប៊ីងស៊ូគេក៏មិនសួរដេញដោលបន្តទៀតនោះដែររួចក៏បានយករោមសត្វដែលនៅលើអាវរបស់ទូស្រីនឹងយកមកវិភាគថាវាគឺជារោមរបស់សត្វខ្លាឃ្មុំប៉ុន្តែរោមរបស់វានឹងស្ងួតពេកហើយដូចជារោមចាស់អញ្ចឹងលើបែបនេះទូស្រីនឹងក៏ចាប់ផ្ដើមប្រើលេសប៉ុន្តែប៊ីងស៊ូមិនអស់ចំណេះត្រឹមនឹងឡើយគេបានមើលទៅកាន់ដើមជើងខ្លាឃ្មុំរួចក៏វិភាគទៅតាមទម្ងន់ជាមួយនឹងរូបរាងថាវាមិនស័ក្តិមាត់គ្នានោះឡើយទូស្រីដឹងថារឿងដែលនាងកំពុងតែធ្វើនឹងចិត្តបែកការហើយរួចនាងក៏បានទៅស៊ីសំណូកជាមួយនឹងលោកម្ចាស់ប៊ីងស៊ូដែលព្រមបកគលប្រាក់នៃចំណែក 50% ឲ្យគេអីចឹងទៅក៏ប៉ុន្តែគេអត់ព្រមនោះឡើយគេចង់បាន 100% ដែលធ្វើឲ្យទូស្រីនឹងគេពិតជាអស់ចំណេះខ្លាំងមែនទែនប៊ីងស៊ូក៏បាននិយាយទៅប្រាប់អ្នកភូមិបន្ថែមទៀតថាគេនឹងចាប់បានបិសាចខ្លាឃ្មុំមួយនោះហើយនឹងឲ្យកូនចៅរបស់គេនឹងនាំចូលទៅខាងក្នុងទើបយើងដឹងថាខ្លាឃ្មុំមួយនោះគឺជាឪពុករបស់ទូស្រីនឹងខ្លាចបន្លំធ្វើនោះទេដោយមានន័យថាល្បីរបស់ពួកគេត្រូវបានប៊ីងស៊ូនឹងមើលឃើញតាំងពីដំបូងមកម្លេះអ្នកភូមិមកពិតជាមានការខឹងសម្បាជាមួយនឹងទូស្រីខ្លាំងមែនទែនដោយចោទនាងថាគឺជាមនុស្សបោកប្រាស់ក្រោយមកនាងក៏ត្រូវបានគេបញ្ជូនទៅកាន់សាលាខេត្តដើម្បីកាត់ក្តីតែមិនទាន់បានប្រកាសអំពីទោសកំហុសផងស្រាប់តែទូស្រីនឹងនាងធ្វើសន្លប់ប៊ីងស៊ូគេតាមទាន់ល្បីរបស់នាងទៀតហើយក៏បានបញ្ជាឲ្យគេនឹងយកទឹកមកជះនៅមុខរបស់នាងលើបែបនេះនាងក៏បានធ្វើជាដឹងខ្លួនឡើងវិញដែលមិនចោលអំពីអ្វីទាំងអស់ដែលធ្វើឲ្យប៊ីងស៊ូគេមួម៉ៅចំពោះការសម្ដែងរបស់នាងខ្លាំងមែនទែនរួចទូស្រីក៏បានរៀបរាប់អំពីអត្តសញ្ញាណរបស់ខ្លួនឯងរួមជាមួយនឹងក្រុមរបស់គេថាគេគឺជាអ្នកប្រមាញ់ក៏ប៉ុន្តែលោកមន្ត្រីនឹងផ្ដល់ពេលវេលាឲ្យគេតិចពេកធ្វើឲ្យគេនឹងមិនអាចចាប់បិសាចមួយនោះបានឡើយទើបសម្រេចចិត្តទៅប្រមាញ់ខ្លាឃ្មុំហើយយកស្បែករបស់វាធ្វើល្បិចជាចាប់បិសាចខ្លាឃ្មុំតែម្ដងទៅលើបែបនេះលោកចៅហ្វាយខេត្តកាន់តែខឹងជាមួយនាងថានាងនឹងប្រឌិតរឿងមួយនេះឡើងដែលធ្វើឲ្យកូនស្រីជាទីស្រឡាញ់របស់គាត់ទាំងពីរនាក់នឹងបាក់ទឹកចិត្តលែងចង់បាយទឹកអីចឹងណាទូស្រីនឹងក៏ដឹងកំហុសទទួលស្គាល់យកវាដោយសុំតែឱកាសរស់តែប៉ុណ្ណោះប៉ុន្តែលោកចៅហ្វាយខេត្តមិនព្រមនោះទេដោយឲ្យគេនឹងនាំនាងទៅដាក់គុកដើម្បីប្រហារជីវិតចំណែកអ្នកផ្សេងទៀតទៅទទួលទរណកម្ម50ដំបងលើបែបនេះហើយទូស្រីនឹងចាប់ផ្ដើមខឹងជាមួយនឹងអ្នកទាំងពីរតែម្ដងគិតថាពួកគេគឺជាមន្ត្រីពុករលួយស៊ីសំណូកសោកប៉ាន់ដោយនាងនឹងព្រមបកលអ្វីៗទាំងអស់ទៅឲ្យគេក៏ប៉ុន្តែគេបែរជាចង់យកជីវិតរបស់នាងដើម្បីឡើងបុណ្យស័ក្តិអីចឹងណាលើបែបនេះប៊ីងស៊ូគេខឹងយ៉ាងខ្លាំងគិតថានាងនឹងមើលងាយអំពីស្មារតីរបស់គេដែលបញ្ជាក់ថាគេនឹងមិនដែលសម្លាប់បិសាចខុសម្ដងណាឡើយរួចក៏បានបង្ហាញអំពីត្រីវិស័យចាប់បិសាចប្រសិនបើមានបិសាចនៅទីនេះវានឹងបង្ហាញសកម្មភាពជាមិនខានហើយត្រីវិស័យមួយនោះពិតជាបានបង្ហាញថាទូស្រីនាងគឺជាបិសាចដែលធ្វើឲ្យអ្នកគ្រប់គ្នានឹងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកទូស្រីនាងហួសចិត្តនិយាយលេងចេញតែម្ដងដោយចាប់បណ្ដោយទៅតាមនឹងថានាងគឺជាបិសាចកញ្ជ្រោងកតុយ9អីចឹងទៅដែលធ្វើឲ្យប៊ីងស៊ូគេខឹងយ៉ាងខ្លាំងរកសម្រាប់នាងតែម្ដងតែត្រូវបានឪពុករបស់នាងបញ្យល់ជំនួសថានាងគឺជាកូនស្រីរបស់គាត់ដែលមានលក្ខណៈខុសគេបន្តិចព្រោះឈាមរបស់នាងនឹងមានក្លិនក្រអូបខ្លាំងណាស់ដែលអាចតាក់ទាញសត្វផ្សេងៗបានធ្វើឲ្យអ្នកគ្រប់គ្នានឹងយកច្រឡំថានាងគឺជាបិសាចដោយព្យាយាមបណ្ដេញនាងពីមួយកន្លែងទៅមួយកន្លែងប៉ុន្តែតាមពិតទៅនាងគឺជាមនុស្សដែលកាត់ចេញពីប្រពន្ធរបស់គេលើលក្ខណៈពិសេសរបស់ទូស្រីហើយប៊ីងស៊ូសម្រេចចិត្តប្រើនាងជំនួយដើម្បីតាក់រកបិសាចពិនប្រសិនបើបានសម្រេចគេនឹងយកព្រមដោះលែងអ្នកទាំងអស់គ្នាសៀវយ៉ាវនាងក៏យកព្រមគាត់តែចង់ឲ្យគេនឹងរក្សាពាក្យសន្យារបស់ខ្លួនឯងប៉ុណ្ណោះក្រោយមកប៊ីងស៊ូក៏បាននាំនាងឡើងទៅលើភ្នំដែលមានវិញ្ញាណបិសាចច្រើនអស់រយៈពេលជាង100ឆ្នាំមកហើយបន្ទាប់ពីបានកំណត់ត្រីវិស័យថានេះគឺជាស្នូបេដងនៃភ្នំឈិនយ៉េនគេក៏បានប្រើឲ្យកូនចៅរបស់គេរៀបក្បួននៅទីនោះថែមទាំងយកឈាមរបស់ទូស្រីសម្រាប់នៅទីនោះផងដែរទូស្រីនាងឈឺផងខឹងផងដោយនិយាយប្រាប់ទៅកាន់គេថានាងនៅទីនេះរហូតដល់ម៉ោង5ព្រឹកហើយគេត្រូវតែសន្យាថានឹងដោះនាងឲ្យត្រឡប់ទៅវិញចំណែកប៊ីងស៊ូគេបានដឹងយ៉ាងច្បាស់ថាឈាមរបស់នាងប្រកាសជាមានប្រសិទ្ធភាពជាមិនខានដោយយកកន្សែងដៃទៅខាត់ឈាមឲ្យនាងនឹងបញ្ជាកូនចៅរបស់គេចាក់ចេញទៅពេលនេះទូស្រីនាងមិនអាចធ្វើអ្វីបានឡើយក្រៅពីខ្ទប់ឈាមរបស់នាងដោយដើរវង្វេងពេញព្រៃចំណែកឯពួកគេក៏ចាំឃ្លាំមើលនាងដូចគ្នាជាយ៉ាងគេសង្ស័យទៅលើស្មារតីរបស់នាងខ្លាំងមែនទែនថាតើនាងនឹងអាចតេតេងបិសាចបានដែរឬទេតែប៊ីងស៊ូគេជឿជាក់ខ្លាំងណាស់ថានាងមិនមែនជាមនុស្សធម្មតាអ្វីត្បិតតែត្រីវិស័យមានប្រតិកម្មប៉ុន្តែកំបិតរបស់គេមិនបានបង្ហាញអំពីភាពមានគ្រោះថ្នាក់នោះឡើយនោះមានន័យថានាងមិនមែនជាមនុស្សហើយក៏មិនមែនជាបិសាចដូចគ្នាម្យ៉ាងវិញទៀតនៅថ្ងៃ15កើតខែ7នេះថាពោបិសាចនឹងកើនឡើងខណៈពេលដែលយិនយ៉ាងមានការផ្លាស់ប្ដូរកន្លែងមកកាន់ទូស្រីដែលរត់រើកន្លែងមានសុវត្ថិភាពវិញម្ដងបន្ទាប់ពីបានឃើញដើមឈើដ៏ធំមួយនាងក៏បានឡើងទៅលើនោះដោយគិតថាវាគឺជាជម្រកដ៏មានសុវត្ថិភាពបំផុតចៃដន្យឈាមរបស់នាងក៏បានទៅប៉ះជាមួយនឹងវល្លិដើមឈើបណ្ដាលឲ្យវានឹងមានចលនាបង្ហាញអំពីរន្ធដ៏ធំមួយនៅខាងក្នុងមិនបងអង្គយូទូស្រីក៏បានចូលទៅខាងក្នុងឈាមរបស់នាងក៏បានទៅប៉ះជាមួយ
ជាមួយនឹងវត្តដើមឈើមួយទៀតព្រោះដួងកែវមេបិសាចធ្លាក់ចុះចំមុខរបស់នាងតែម្ដងប៉ុន្តែនាងអត់ដឹងថានៅខាងក្នុងគឺជាអ្វីនោះឡើយព្យាយាមស្វែងរកវិធីដើម្បីទទួលបានវាចៃដន្យអីឈាមរបស់នាងក៏បានប៉ះជាមួយនឹងវត្តនោះម្ដងទៀតបណ្ដាលឲ្យវត្តរលាយបង្ហាញអំពីដួងកែវដែលនៅខាងក្នុងនាងសប្បាយចិត្តខ្លាំងណាស់ថានេះគឺជាកំណត់របស់ខ្លួនដោយមិនដឹងសោះថាបិសាចពូដែលនៅជិតនោះដឹងខ្លួនថាមានអ្នកលុកលុយវាក៏បានសម្រុកទៅរកទូស្រីតែម្ដងដែលធ្វើឲ្យសៀវយ៉ាវនាងផិតភ័យយ៉ាងខ្លាំងរហូតដល់ជ្រុះដួងកែវនោះចុះមកក្រោមទៅបិសាចពូបន្ថយអរិយាប័ត្ររបស់ខ្លួនដោយគេមានដំណងចង់បានដួងកែវមួយនោះអីចឹងណាដើម្បីរក្សាជីវិតទូស្រីនាងក៏ប្រកល់ដួងកែវមួយនោះទៅឲ្យបិសាចពូត្បូងនាងបោះចលើដោយមិនអស់ចិត្តក្រោយពេលដែលឃើញបិសាចពូមានក្បាលច្រើនពេកនាងក៏បានបោះទៅកាន់ពួកវាតែម្ដងដែលធ្វើឲ្យបិសាចទាំងអស់នោះទៅតាមគ្នាឡើងរញ៉េចង់បានដួងកែវមួយនោះនៅខាងប៊ីងស៊ូនេះវិញក្បិតរបស់គេមានប្រតិកម្មយ៉ាងខ្លាំងដែលបញ្ជាក់ថាបិសាចកំពុងតែបង្ហាញខ្លួនឯងរួចប៊ីងស៊ូគេក៏បានទៅទីនោះឲ្យកូនចៅរបស់គេរៀបចំក្បួនចាប់បិសាចពូតែម្ដងនៅក្នុងស្ថានភាពបែបនេះទូស្រីនាងក៏បានធ្លាក់ចុះមកខាងក្រោមសំណាងល្អប៊ីងស៊ូគេទៅត្រូវនាងជាប់ឃើញបិសាចធំបែបនេះទូស្រីនាងមានអំណងចង់រត់គេចតែក៏ត្រូវបានប៊ីងស៊ូនឹងហាមឃាត់ថាវាមិនទាន់ដល់ពេលនោះឡើយខណៈពេលនោះក្បាលមួយដែលមិនត្រូវបានចោះចំណងនឹងក៏បំរុងនឹងវាប្រហារទៅកាន់ប៊ីងស៊ូតែក៏ត្រូវបានគេយកកំបិតបិសាចរបស់ខ្លួនមកកាត់ក្បាលពស់នោះតែម្ដងឃើញបែបនេះសៀវយ៉ាវក៏បានទៅនិយាយជាមួយនឹងប៊ីងស៊ូមិនបានជាគេនឹងសម្លាប់ពស់នោះអញ្ចឹងពីព្រោះតែពស់មួយក្បាលនោះអត់មានបំណងក្នុងការសម្លាប់មនុស្សនោះឡើយរឿងទាំងអស់នេះកើតឡើងដោយសារតែគេនឹងបើកការវាយប្រហារមុនប៊ីងស៊ូគេហួសចិត្តជាមួយនឹងតួស្រីខ្លាំងមែនតែនចំណែកឯកូនចៅរបស់គេក៏ប្រាប់ថាទ្រាំលេងបានហើយរំពេចនោះច្បាក់ចុងបិសាចក៏ដាច់ធ្វើឲ្យបិសាចពស់នឹងចង់វាយប្រហារទៅលើកូនចៅរបស់ប៊ីងស៊ូតែក៏ត្រូវបានប៊ីងស៊ូទៅកម្ចាត់ទាន់ពេលវេលាហើយថែមទាំងកាត់ក្បាលពស់ផ្សេងទៀតធ្វើឲ្យដួងកែវបិសាចនឹងធ្លាក់ចុះមកខាងក្រោមឃើញបែបនេះតួស្រីក៏បញ្ញាបញ្ញាទៅរើសវានិងរត់ចាក់ចេញទៅជាបន្តប៊ីងស៊ូគេពិតជាខ្លាំងជាមួយនឹងតួស្រីខ្លាំងមែនតែនព្រោះគេខ្លាចនាងមានគ្រោះថ្នាក់រួចក៏ចាប់ឲ្យកូនចៅរបស់គេនឹងទៅតាមចាប់នាងត្រឡប់មកវិញចំណែកតួស្រីនឹងពិតជាអត់ចង់ទៅវិញនោះឡើយដោយព្យាយាមរកលេសចង់ចាក់ចេញរំពេចនោះក៏បានជួបជាមួយនឹងសត្វឆ្មាដែលធ្វើឲ្យគេទាំងពីរនាក់ឡើងស្លាងកាងតែម្ដងមើលទៅកាន់ឆ្មាមួយនោះព្យាយាមផ្អៀងផ្អងទៅកាន់នាងខ្លាំងមែនតែនដែលគិតថានាងគឺជាមនុស្សដែលគេស្គាល់គេក៏បានប្រែកាឡាខ្លួនជាចម្រុងមនុស្សដែលហៅតួស្រីថានាងអានបិសាចឆ្មាមួយនេះគេមានឈ្មោះថាសៀវមីងដោយសួរនាងថាមិនបានជានាងហ៊ានត្រឡប់មកវិញអីចឹងណាលើកបែបនេះហើយតួស្រីនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយពួននៅក្រៅខ្នងឆ្មាំងហ្វៃយូតែវាគ្មានប្រយោជន៍នោះឡើយដែលត្រូវបានបិសាចឆ្មាវាយឆ្មាំងម្នាក់នោះឲ្យខ្ទាតទៅខាងក្រោយរួចគេក៏ចាប់នាងភ្លាមនោះក្លិនរបស់នាងធ្វើឲ្យគេកណ្ដាស់បង្ហាញអំពីលក្ខណៈថ្មីមួយទៀតកន្លែងនេះមានសូមបញ្ជាក់បន្តិចដោយបិសាចឆ្មាមួយនេះមានលក្ខណៈពីររាល់ពេលដែលគេកណ្ដាស់ម្ដងលក្ខណៈរបស់គេនឹងបដូរម្ដងដូចគ្នាបិសាចឆ្មាគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយថយទៅខាងក្រោយនិយាយថានាងមិនមែនជានាងអាននោះឡើយព្រោះតែក្លិនរបស់នាងពិតជាស្អុយខ្លាំងណាស់ហើយនាងអានមិនទុកឲ្យខ្លួនរបស់នាងស្អុយបែបនេះឡើយលើបែបនេះតួស្រីនាងខឹងខ្លាំងមែនទែនព្រោះបិសាចឆ្មានឹងថាគេស្អុយចំណែកឯបិសាចឆ្មាក៏បានកលៃទៅឃើញដួងកែវរបស់ម្ចាស់ខ្លួនដែលធ្វើឲ្យគេនឹងកាន់តែខឹងជាមួយនឹងតួស្រីយ៉ាងខ្លាំងថាមិនបានជារយៈពេល100ឆ្នាំហើយនាងនៅតែចង់គ្រប់គ្រងម្ចាស់របស់គេអញ្ចឹងរួចក៏សម្រុកចង់ចូលទៅដណ្ដើមដួងកែវមួយនោះសំណាងល្អប៊ីងស៊ូនិងកូនចៅរបស់គេក៏មកជួយតួស្រីតនពេលវេលាយ៉ាងណាមិញការប្រយុទ្ធរវាងប៊ីងស៊ូនិងបិសាចឆ្មាគួរឲ្យខ្លាចខ្លាំងមែនទែនដែលធ្វើឲ្យតួស្រីនឹងនាងរត់គេចម្ដងទៀតហើយប៊ីងស៊ូគេខឹងជាមួយនឹងសៀវយ៉ាងខ្លាំងមែនទែនថានាងនឹងប្រញាប់ទៅស្លាប់មែនទេចំណែកឯសៀវយ៉ាងនេះវិញនាងរត់អត់មើលក្រៅនោះឡើយរហូតដល់អស់ផ្លូវដល់ជ្រុះមួយទើបនាងឈប់នៅត្រង់នោះចំណែកអ្នកផ្សេងទៀតក៏ទៅតាមនាងដូចគ្នាភ្លាមនោះថាពតដ៏ធំមួយលេចឡើងនៅខាងក្រៅនាងបង្ហាញអំពីរូបរាងរបស់ម្ចាស់សុបិនអមតៈធ្វើឲ្យត្រីវិស័យប៊ីងយូនឹងខ្ទេចតែម្ដងអំណាចរបស់ម្ចាស់សុបិនអមតៈពិតជាខ្លាំងមែនទែនដែលធ្វើឲ្យអ្នកគ្រប់គ្នានឹងជ្រក់វង្វេងនិងគោរពនាងគ្រប់គ្នាលើកឡើងតែប៊ីងស៊ូគេនៅមានអារម្មណ៍អាចគ្រប់គ្រងខ្លួនឯងបានម្ចាស់សុបិនអមតៈក៏បានលើកដៃរបស់នាងបំរុងឲ្យតួស្រីនឹងយកដួងកែវមេបិសាចបកលមកឲ្យខ្លួនចំណែកឯតួស្រីក៏វង្វេងជាមួយនាងដោយលោកយកដួងកែវមួយនោះចង់បកលឲ្យនាងតែក៏ត្រូវបានបិសាចឆ្មាស្រែកឡើងកុំឲ្យមើលទៅកាន់នាងភ្លាមនោះតួស្រីក៏បានដឹងខ្លួននិងក៏ឆក់យកដួងកែវនោះមកវិញម្ចាស់សុបិនអមតៈខឹងជាមួយនាងយ៉ាងខ្លាំងដោយប្រើថាអពររបស់នាងវាប្រហារទៅលើតួស្រីបណ្ដាលឲ្យតួស្រីនឹងធ្លាក់ចុះមកខាងក្រោមអំឡុងពេលដែលធ្លាក់ចុះមកឈាមរបស់នាងក៏ប៉ះជាមួយនឹងដួងកែវមួយនោះបណ្ដាលឲ្យស្ដេចបិសាចនឹងរស់ឡើងវិញភ្លាមបាតុភូតមួយនេះធ្វើឲ្យរង្គើដល់កន្លែងរបស់អធិរាជដឹងយ៉ាងច្បាស់ថាស្ដេចបិសាចនឹងរស់ឡើងវិញហើយចំណែកខាងស្ដេចបិសាចឯនេះវិញកែវភ្នែករបស់គេទុកព្រួយខ្លាំងមែនទែនដែលនិយាយថាមិនបានជានាងអាននឹងមិនអនុញ្ញាតឲ្យគេទៅនិយាយរួចគេក៏បានទៅជួយសង្គ្រោះនាងសៀវដែលធ្វើឲ្យនាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលជិះលើឈើមានរូបរាងជាត្រីឆ្លងកាត់ឧបសគ្គទាំងអស់ធ្វើឲ្យតួស្រីនឹងនាងផិតភ័យយ៉ាងខ្លាំងរហូតដល់សន្លប់យានជំនិះមួយនេះក៏បាននាំអ្នកទាំងពីរទៅកាន់ជលឹងភ្នំបិសាចតួស្រីនាងបើកភ្នែកឡើងវិញធ្វើឲ្យនាងភ្ញាក់ផ្អើលម្ដងទៀតហើយព្រោះនាងមិនដែលឃើញទីនេះតតែសោះចំណែកឯម្ចាស់សុបិនអមតៈនាងក៏នឹងធ្វើឲ្យស្ដេចបិសាចទៅរកនាងផងដែរខ្សែរឿងជាបន្តក៏បានបង្ហាញអំពីឆ្មាំងហ្វៃយូធ្វើដំណើរត្រឡប់មកវិញដោយសៀយ៉ាងគេបានសួរទៅកាន់ប៊ីងស៊ូថាត្រូវរាយការណ៍រឿងនេះដើម្បីសុំកម្លាំងបន្ថែមកម្ចាត់បិសាចនេះដែរឬទេប៉ុន្តែប៊ីងស៊ូគេបាននិយាយអំពីសមាសធាតុរបស់បិសាចនោះថាវាមិនធម្មតានោះឡើយប្រសិនបើគេហ៊ានតែបន្ថយហាក់ដូចជាយកជីវិតទៅបោះបង់ចោលអញ្ចឹងដូច្នេះហើយគេមិនបាច់ធ្វើអ្វីទាំងអស់ទុកឲ្យបិសាចមួយនោះមករកគេដោយខ្លួនឯងនៅខាងស្ដេចបិសាចសៀវមីគេត្រេកអរខ្លាំងមែនទែនបន្ទាប់ពីបានឃើញព្រះអង្គរបស់គេតែព្រះអង្គរបស់គេបែរជាទទួលចង់ជួយជាមួយនឹងសៀវមូដែលធ្វើឲ្យគេខកអំណងយ៉ាងខ្លាំងតែគេនៅតែធ្វើតាមសម្ដីរបស់ម្ចាស់ក្រោយពេលដាច់ក្តាស់ម្ដងលក្ខណៈសៀវមូក៏បានចេញមកខាងក្រៅគេត្រេកអរដូចគ្នាដែលបានឃើញព្រះអង្គរបស់ខ្លួនចំណែកស្ដេចបិសាចហុងយីក៏បានសួរបញ្ជាក់ថាស្
ត្រីម្នាក់នោះគឺជាអ្នកដាស់គាត់ឡើងមកវិញមែនទេសែលម៉ូគេក៏ឆ្លើយទៅតាមនឹងកលែងមកកាន់តួស្រីដែលត្រូវបានឃុំឃាំងនេះវិញគេពិតជាខឹងជាមួយនឹងបិសាចយ៉ាងខ្លាំងដោយសឹងតែស៊ីបិសាចទាំងអស់នោះផងដែរភ្លាមនោះទ្វារក៏បានរបើកឡើងដែលធ្វើឲ្យតួស្រីនឹងភ័យយ៉ាងខ្លាំងព្យាយាមប្រាប់ទៅកាន់អ្នកទាំងពីរថានាងនឹងគ្មានអំណងឡើងមកលើនេះឡើយនាងត្រូវបានគេបង្ខំអីអញ្ចឹងណាសូមឲ្យនាងនឹងត្រឡប់ទៅវិញទៅដែលបិសាចហុងយីក៏នៅបានឃើញមុខនាងចំគេក៏នឹកឃើញទង្វើរបស់ព្រះនាងនីអានដែលមានរូបរាងដូចជានាងប្រើប្រាស់ឧបាយកលដើម្បីសម្លាប់គេនៅក្នុងថ្ងៃរៀបការថែមទាំងនិយាយឲ្យគេនឹងឈឺចាប់យ៉ាងខ្លាំងថារឿងរ៉ាវកន្លងមកគ្រាន់តែជាល្បិចរបស់នាងតែប៉ុណ្ណោះព្រោះមានតែនាងម្នាក់គត់ដែលអាចសម្លាប់ទៅកាន់ស្ដេចបិសាចនោះបានហុងយីគេសង្សស្ដាយយ៉ាងខ្លាំងកំហុសតែមួយគត់របស់គេគឺបានជួបជាមួយនឹងនាងនិយាយរួចគេក៏បានដាច់ខ្យល់រលាយខ្លួននៅទីនោះមិនទុកឲ្យនាងនឹងចាក់សម្លាប់គេនោះឡើយហើយរឿងមួយនេះវាដិតដាននៅក្នុងការចងចាំរបស់ស្ដេចបិសាចចំណែកឯសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏ត្រូវបានចប់តែត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្ដែងរឿងរបស់ admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ